បាញ់ប្រហារក្នុងសាលារៀននៅថៃស្លាប់7នាក់និងរបួស15នាក់ថៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026ក្នុងសាលា Debsirin Nonthaburi School ស្ថិតក្នុងស្រុក Beng Krui ខេត្ត Nonthaburi ប្រទេសថៃបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងធ្វើឲ្យសិស្សគ្រូបង្រៀននិងបុគ្គលិកសាលារត់គេចខ្លួនដើម្បីសុវត្ថិភាពយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃជនបង្កហេតុដែលជាសិស្សម្នាក់បានបើកការបាញ់ប្រហារនៅក្នុងបរិវេណសាលាព័ត៌មានបច្ចុប្បន្នពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាមានមនុស្សស្លាប់សរុប7នាក់រួមទាំងខ្មាន់កាំភ្លើងផងដែរនិងមានអ្នករងរបួស15នាក់អាជ្ញាធរកំពុងបន្តផ្ទៀងផ្ទាត់តួលេខជនរងគ្រោះសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថាដំបូងពួកគេស្មានថាសំឡេងដែលបានឮជាសំឡេងផាវឬការហ្វឹកហាត់ធម្មតាប៉ុន្តែបន្ទាប់ពីសំឡេងគ្រាប់កាំភ្លើងបានផ្ទុះជាបន្តបន្ទាប់និងឃើញសិស្សជាច្រើនអ្នករត់ចេញពីអគារដោយភាពភ័យស្លន់ស្លោទើបដឹងថាជាការបាញ់ប្រហារពិតប្រាកដក្រោយកើតហេតុកម្លាំងនគរបាលក្រុមសង្គ្រោះនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅកាន់ទីតាំងភ្លាមៗដើម្បីជួយសង្គ្រោះជនរងគ្រោះបិទគប់តំបន់និងជម្លៀសសិស្សទៅកាន់កន្លែងមានសុវត្ថិភាពព័ត៌មានចុងក្រោយបានឲ្យដឹងថាខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរសូមចូលទៅកាន់គេហទំព័រ freenewscambot.com ដើម្បីអានព័ត៌មានថ្មីៗរហ័សច្បាស់លាស់និងទាន់ហេតុការណ៍ពី SR News